គេឆាគាត់ល្អណាស់នឹកដល់ឈ្មោះប្តីភ្នែកនាងក៏មានពន្លឺនោះគឺគេឆេងធ្លាប់គិតថាវានឹងជារបស់គាត់រហូតឥឡូវពន្លឺនោះបែបជាដុតឆេះភ្នែករបស់គាត់សូមកុំរំខានជីវិតខ្ញុំទៀតអីសូមកុំធ្វើឲ្យពិបាកដល់ឪពុកម្ដាយខ្ញុំទៀតឈប់ត្រឹមនេះចុះនាងក្រោកឈរឡើងងក់ក្បាលតិចរួចក៏ដើរទៅរកមិត្តភក្តិដែលរងចាំនាងលែងងាកក្រោយគូឆឹងមិនបោះជំហានទៅមុខទៀតទេគាត់គាំងអង្គុយលើកៅអីអីចឹងតើវាយ៉ាងម៉េចពាក្យទាំងនោះនៅក្នុងខួរក្បាលគាត់ចាក់ទៅមកទីបំផុតបានបំផ្លាញសេចក្តីស្រមៃទាំងអស់អ្វីដែលបញ្ឆោតខ្លួនឯងគាត់គិតថាការបំពេញបន្ថែមសម្ភារៈផ្គត់ផ្គង់ដោះស្រាយការយល់ច្រឡំអាចសង្គ្រោះឡើងវិញអាចសង្គ្រោះបានអ្វីសង្គ្រោះអ្វីដែលនាងធ្លាប់ជាយូរមកហើយការធ្វេសប្រហែសមើលរំលងរហូតដល់បាត់បង់ទាំងស្រុងទើបដឹងពីតម្លៃនៃមនុស្សម្នាក់ឬទំនាក់ទំនងមួយដែលមានបែកបាក់ជាចំណែកច្រើនរួចទៅហើយគាត់នៅតែមិនទាន់បោះបង់ចោលទាំងស្រុងវាដូចជាញៀនដោយអារម្មណ៍មួយប្រភេទគាត់លួចមើលនាងដោយសម្ងាត់អ្វីគ្រប់យ៉ាងរហូតដល់ច្រើនខែក្រោយមកតាមរយៈអក្សរដែលបែកខ្ញែកមួយចំនួនគាត់បានបញ្ជាក់ពីព័ត៌មានដែលបានគិតស្មានដូចរំពឹងទុកឆៃឆែមានផ្ទៃពោះហើយគាត់បានឃើញឆៃឆែតាមរយៈអ្នកដទៃរូបថតពីសញ្ញានៅលើ WeChat Moments មួយសញ្ញាគឺគេឆក់កំដរនាងទៅពិនិត្យសុខភាពមុនពេលសម្រាលកូនមួយសញ្ញាទៀតគឺរូបថតអេកូរូបភាពស្រមោលតូចអំដោយចំណងជើងថាផ្កាយតូចរបស់យើងគាត់ស្រាប់តែនឹកឃើញរឿងកាលពីយូរណាស់មកហើយសៀជីនៅក្នុងដើមទ្រូងរបស់គាត់ខ្សឹបប្រាប់ថាអនាគតយើងនឹងមានកូនពីរនាក់ហើយកូនស្រីមើលទៅដូចបងកូនប្រុសខ្ញុំមើលទៅដូចខ្ញុំយ៉ាងម៉េចដែរគាត់ពេលនោះកំពុងឆ្លើយតបអ៊ីមែលការងារនិយាយតាមតែបានថាអ៊ំសំបីងាកក៏មិនបានងើយក្បាលឡើងផងឥឡូវនេះផ្កាយតូចរបស់នាងគឺបានមកដល់ប៉ុន្តែឪពុកមិនមែនជាគាត់ទេទីបំផុតនាងមានផ្ទះផ្ទាល់ខ្លួនហើយមានកូនសុភមង្គលរបស់នាងបានស្ងប់ហើយទាំងអស់នេះមិនតាក់ទងអ្វីនឹងគាត់ទេសំបីបន្តិចឡើយនេះជាចុងបញ្ចប់មិនមែនជារឿងសងសឹកដ៏ខ្លាំងក្លាមិនមែនជាការបំផ្លាញជែកវែកញែកដ៏គួរឲ្យសោកសៅគ្មានការលាគ្នាជាផ្លូវការទេមានតែនាងបង្វែរភ្នែកចេញហើយដើរចេញទៅដើរតាមផ្លូវមួយផ្សេងទៀតហើយបន្ទាប់មកទុកគាត់នឹងរយៈពេល8ឆ្នាំរបស់នាងទុកចោលនៅខាងក្រោយនៅបង្អួចក្រៅពណ៌ជ្រៅហើយងឹតលេបត្របាក់អ្វីទាំងអស់រឿងរបស់គាត់នឹងឆៃយ៉ែចប់ទាំងពីរពេលបានភូមិផ្កានោះម្លេះសរសេរចប់សពគ្រប់ហើយសរសេរពាក្យចុងក្រោយគាត់ទើបអានយល់ពិតប្រាកដរដូវស្លឹកឈើជ្រុះមួយទៀតបានមកដល់ហើយគូឆឹងឈរនៅក្នុងទីក្រុងដែលមិនស្គាល់នេះនៅតាមផ្លូវសម្លឹងមើលដើមឈើជ្រុះស្លឹករសាត់ចុះយឺតគាត់ធ្លាប់មកទីនេះច្រើនដងហើយរហូតដល់អាចប្រាប់បានថាមួយណាជាមួយណាស៊ុបនៅហាងវ៉ុនតុនណាមានរសជាតិឆ្ងាញ់ផ្លូវណាដែលមានឆ្មាមិនខ្លាចមនុស្សប៉ុន្តែគាត់នៅតែជាមនុស្សខាងក្រៅរង្វង់មិត្តភក្តិរបស់ឆៃយ៉ែការអាប់ដេតមិនសូវញឹកញាប់ទេម្ដងកាលផុសមួយសញ្ញាដែលត្រូវបានដាក់ជាក្រុមផងដែរគាត់អាចមើលឃើញវាពីថេងឆេនប៉ុណ្ណោះរឿងខ្លះដែលរាយប៉ាយបំណែកអំពីនាងមួយសញ្ញាជ្រុងមួយពីក្រែទីរោគមានរូបខ្លាតូចស្បែកជើងមួយគូនឹងសម្បត្តិអញ្ជើញបង្កកកូននិងថេងឆេនបានសរសេរអត្ថបទនោះគឺម្ដាយធំស្រឡាញ់កូន My Little Chengyan គេ Chengyan គាត់អានឈ្មោះក្នុងចិត្តបេះដូងដូចត្រូវបានត្រាំក្នុងទឹកកកវាស្ពឹកនឹងឈីចាប់គាត់ធ្លាប់គិតថាកូនរបស់ពួកគាត់នឹងដាក់នាមត្រកូលរបស់គាត់ការពិតនាងបានគិតយូរមកហើយគ្រាន់តែយ៉ាងនោះមិនមែនគាត់ទេថ្ងៃនេះបុណ្យភូមិលីងសូធ្វើឡើងតែម្ដងក្នុងមួយឆ្នាំពីបុណ្យចង្គៀងគុំគូឈឹងឈរលីឡំគ្នានៅក្នុងហ្វូងមនុស្សដ៏អ៊ូអរតើគ្មានគោដើរតាមច្រាំងទន្លេពីរត្រូវបានគ្រប់ដណ្ដប់ដោយចង្គៀងគ្រប់ប្រភេទដែលមានស្រមោលជាប់គ្នាចាំងលើស្នាមញឹមរបស់មនុស្សគ្រប់គ្នាភ្លាមនោះគាត់ក៏ឈប់ដើរនៅមិនឆ្ងាយប៉ុន្មានពីតូបលក់ស្ករទីងគាត់បានឃើញស្រមោលដែលស្គាល់ដល់ជាប់ជ្រៅក្នុងចិត្តក្នុងឆ្អឹងនាងស្លៀកអាវចាក់ដៃវែងអាវពណ៌អង្គរនិងសក់វែងរមូលឡើងលើលេចចេញស្បែកកញ្ចឹងរបស់នាងកំពុងអោនចង្កេះខ្លួនបន្តិចហើយនិយាយជាមួយអ្នកលក់គូស៊ូឈរនៅក្បែរនាងកាន់ស្បៃមួយនៅក្នុងដៃរបស់គាត់ការពារក្បាលកុមារដោយប្រុងប្រយ័ត្នរារាំងពីហ្វូងមនុស្សដង្ហើមរបស់គូឈឹងគាត់ឈប់គាំងបន្តិចគាត់ឃើញគូស៊ូបានបន្ទាបក្បាលចុះហើយខ្សឹបប្រាប់ត្រចៀករបស់នាងបាននិយាយអ្វីមួយរួចក៏សើចហើយផ្អៀងក្បាលទៅនឹងស្មារបស់គាត់ប្រកបដោយអារម្មណ៍ពឹងផ្អែកដែរមិនការពារនោះគឺអ្វីដែលគាត់មិនធ្លាប់បានឃើញឆៃយ៉ៃពីមុនមកមិនមែនជាមនុស្សធ្វើពុតជាដឹងរឿងនោះទេមិនមែនលេបយកការសោកសៅទាំងអស់តែគឺជាមនុស្សដែលត្រូវបានតាំងទីនៅបានត្រឹមត្រូវឲ្យនាងគួរឲ្យស្រឡាញ់ដូចដែលនាងចង់បានជាភរិយាម្នាក់គេឆោហាក់ដូចជាមានអារម្មណ៍ដឹងគាត់ក៏ញើយមុខឡើងសម្លឹងមើលក្នុងហ្វូងមនុស្សរកឃើញទីតាំងរបស់គូឈឹងគ្មានការភ្ញាក់ផ្អើលគ្មានអរិភាពទេគ្រាន់តែស្ងប់ស្ងាត់សម្លឹងមើលគាត់ហើយបន្ទាប់មកគាត់ងាកមុខចេញហើយដៃអោបកូនអប់ឡើងលើបន្តិចដៃម្ខាងទៀតអប់ចង្កេះឆៃឆៃហាក់ដូចជាកំពុងប្រកាសប្រាប់ការពិតដែលមិនអាចប្រកែកបានឆៃជាស្របតាមចលនារបស់គាត់ទិញរូបស្កររួចនាងក៏ងាកមកនាងក៏ឃើញគាត់ភ្នែកសម្លឹងគ្នាឆ្លងកាត់ហ្វូងមនុស្សពុំមានម៉ែត្រពីគ្នាគ្មានការស្អប់ខ្ពើមឬការអាក់អន់ចិត្តនៅក្នុងភ្នែករបស់គាត់ទេមិនមានអារម្មណ៍ច្រើនពេកទេដូចជាបានជួបមិត្តរួមថ្នាក់ធម្មតាម្នាក់ដែលមិនបានឃើញគ្នាអស់រយៈពេលជាច្រើនឆ្នាំនាងចំពោះគាត់មកក្បាលមួយតិចវាជារឿងគួរសមប៉ុន្តែមិនស្និទ្ធស្នាលបន្ទាប់មកក៏ចាប់ដៃគេខេដោយធម្មជាតិបន្ទាប់មកទទួលយកស្កររូបកូនទន្សាយតូចហើយអានក្បាលចុះយកស្កររូបកូនទន្សាយដោយប្រុងប្រយ័ត្នប៉ះធ្នមលើមុខកូនតូចសេងយានមើលម៉ាក់ទិញ
ឲ្យកូនសំឡេងរបស់នាងស្រទន់ណាស់រហូតអាចធ្វើឲ្យទឹកស្រក់បានកែឈិងឈរនៅស្ងៀមគាត់បន្តសម្លឹងមើលពួកគេក្រុមគ្រួសារ3នាក់បានដើរយឺតទៅក្នុងហ្វូងមនុស្សស្រមោលក៏ក្តៅដោយពន្លឺចង្កៀងលេបត្របាក់បន្តិចម្ដងគាត់ស្រាប់តែគិតនឹកដល់រដូវផ្កាសាគូរ៉ាកាលពីច្រើនឆ្នាំមុននៅរសៀលនោះគាត់អ៊ីវនាងគាត់ស្បត់ថានឹងអ៊ីវនាងមួយជីវិតតែគាត់ភ្លេចហើយអ៊ីវមនុស្សម្នាក់មិនមែនគ្រាន់តែប្រើឆ្អឹងខ្នងនោះទេគាត់ត្រូវដាក់ចិត្តដាក់កាយតែគាត់បានវង្វេងនាងនៅតាមផ្លូវហើយឥឡូវនេះមានម្នាក់ទៀតចាប់នាងបានជាប់លាប់ពលកូនរបស់ពួកគេដើរទៅទីតែគាត់នឹងមិនអាចទៅដល់ជានិច្ចកន្លែងដែលមានឈ្មោះថាអនាគតខ្យល់បក់ពីទន្លេនាំមកក្លិនក្រអូបផ្អែមនៃផ្កាអូស្មန်ធូគូឈឹងគាត់បានលើកដៃឡើងហើយប៉ះមុខរបស់គាត់អារម្មណ៍ត្រជាក់មួយការពិតរឿងខ្លះក្នុងជីវិតពិតជាមិនមានពេលក្រោយទេ